មន្ត្រីយោធាបាននិយាយនៅថ្ងៃសុក្រទី13ខែមីនាថាសមាជិកយោធាទាំង6នាក់នៅលើយន្តហោះចាក់ប្រេងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកដែលបានធ្លាក់នៅអ៊ីរ៉ាក់ខណៈពេលដែលកំពុងគ្រប់គ្រងប្រតិបត្តិការនៅអ៊ីរ៉ង់បានស្លាប់បាត់បង់ជីវិតអស់ហើយបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបាននិយាយថាយន្តហោះចាក់ប្រេងប្រភេទ KC-135 បានបាត់ខ្លួនខណៈពេលកំពុងហោះហើរលើដែនអាកាសប្រទេសជាមិត្តកាលពីថ្ងៃប្រហោះនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ក្នុងគ្រោះថ្នាក់មួយនៅលើអាកាសជាមួយយន្តហោះមួយផ្សេងទៀតការប្រកាសរបស់បញ្ជាការកណ្ដាលបានធ្វើឲ្យចំនួនអ្នកស្លាប់នៃការធ្លាក់យន្តហោះនេះកើនឡើងពី4នាក់ដល់6នាក់បន្ទាប់ពីបាននិយាយពីមុនថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការសម្រាប់សមាជិកយោធា2នាក់ចុងក្រោយសេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្ដាលបាននិយាយថាឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយបន្ថែមថាអត្តសញ្ញាណរបស់បុគ្គលិកដែលបានស្លាប់នឹងត្រូវរក្សាទុករយៈពេល24ម៉ោងខណៈពេលដែលសាច់ញាតិជិតស្និទ្ធត្រូវបានជូនដំណឹងជាមុនសិនហេតុការណ៍នេះបានកើតឡើងខណៈពេលដែលកងកម្លាំងសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារក្នុងស្រុកលើទីតាំងបាញ់ប្រហារនិងឃ្លាំងស្តុកអាវុធដែលអ៊ីរ៉ង់ប្រើប្រាស់សម្រាប់ឃ្លាំងមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនថ្លែងជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth នៅឯមន្ទីរបញ្ចកោណនៅព្រឹកថ្ងៃសុក្រប្រធានអគ្គសេនាធិការចម្រុះលោកនាយឧត្តមសេនីយ៍ Dan Kent បានថ្លែងថាការធ្លាក់យន្តហោះ KC-135 បានកើតឡើងក្នុងអំឡុងពេលបេសកកម្មប្រយុទ្ធប៉ុន្តែមិនមែនជាលទ្ធផលនៃការបាញ់ប្រហាររបស់សត្រូវឬមិត្តភ័ក្តិនោះទេលោក Kent បានអានពីសន្ទរកថាដែលបានរៀបចំជាមុនរបស់លោកថាសូមចងចាំអ្នកបើកបរយន្តហោះដ៏ក្លាហានទាំងនេះក្រុមគ្រួសារមិត្តភ័ក្តិនិងអង្គភាពរបស់ពួកគេនៅក្នុងគំនិតរបស់អ្នកក្នុងរយៈពេលប្រមាណម៉ោងនិងប្រមាណថ្ងៃខាងមុខថ្ងៃទាំងនោះគឺជាថ្ងៃដ៏លំបាកខ្លាំងណាស់នៅពេលដែលការគូសទ្វារបានមកដល់លោក Hegseth បានទទួលស្គាល់ការបាត់បង់ជីវិតអ្នកទាំងនោះនៅប្រហែល10នាទីនៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោកបានថ្លែងថាសង្គ្រាមគឺជាឋាននរកសង្គ្រាមគឺជាភាពវឹកវរហើយដោយដែលយើងបានឃើញកាលពីម្សិលមិញការធ្លាក់យន្តហោះដឹកប្រេង KC-135 របស់យើងគឺជារឿងសោកសៅនិងជារឿងអាក្រក់បានកើតឡើងលោក Hegseth បានហៅក្រុមយោធាយន្តហោះដឹកប្រេងនោះថាជាវីរបុរសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃប្រហោះបញ្ជាការកណ្ដាលបាននិយាយថាយន្តហោះទី2បានចុះចតដោយសុវត្ថិភាពមន្ត្រី3នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងការពិភាក្សាអំពីស្ថានភាពដ៏រសើបនេះបានឲ្យដឹងថាយន្តហោះទី2ក៏ជាយន្តហោះ KC-135 ផងដែរយន្តហោះ KC-135 Stratotanker tanker ផ្ទុកក្រុមយោធាយ៉ាងតិច3នាក់មានអ្នកបើកបរយន្តហោះម្នាក់អ្នកបើកបរយន្តហោះរ៉ូម្នាក់និងប្រតិបត្តិការម្នាក់ដែលជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យការចាក់សាំងយន្តហោះដល់យន្តហោះផ្សេងទៀតវាក៏អាចផ្ទុកអ្នករុករកឬសមាជិកក្រុមបន្ថែមទៀតផងដែរអាស្រ័យទៅលើបេសកកម្ម